គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្នើ7ចំណុចទៅស្ថាប័នអន្តរជាតិក្រោយយោធាថៃបាញ់ប្រហារពលរដ្ឋខ្មែរបន្ទាប់ពីយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាជនស៊ីវិលកម្ពុជាបណ្ដាលឲ្យមានអ្នករងរបួសចំនួន3នាក់និងបាត់បង់ជីវិតចំនួន1នាក់នាភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃ12ខែវិច្ឆិកាឆ្នាំ2025រួចមកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានរៀបចំនិងដាក់ញត្តិជាបន្ទាន់ទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សហៅកាត់ថា OHCHR នៅទីក្រុងហ្សឺណែវឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅទីក្រុងបាងកកស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ានព្រមទាំងប្រធានបដូវវេនអាស៊ាននិងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆានៅក្នុងញត្តិបន្ទាន់នោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអំពាវនាវនិងលើកសំណើមួយចំនួនដូចជា 1. ស្នើឲ្យបញ្ឈប់រាល់សកម្មភាពអរិភាពយោធានិងធានាសុវត្ថិភាពរបស់ជនស៊ីវិលកម្ពុជា 2. ធ្វើការស៊ើបអង្កេតដោយឯករាជ្យមិនលំអៀងនិងដាក់ទោសទណ្ឌចំពោះឧក្រិដ្ឋកម្មនេះ 3. ផ្ដល់ការថែទាំព្យាបាលជាបន្ទាន់និងសំណងដល់ជនរងគ្រោះនិងក្រុមគ្រួសារ 4. ស្នើឲ្យពង្រឹងវិធានការបង្ការនិងអនុវត្តឲ្យបានពេញលេញនៅខ្លឹមសារកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ 5. លើកបញ្ហានេះនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឬក៏នីតិវិធីពិសេសពាក់ព័ន្ធនានា 6. ចាត់តាមានបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិដើម្បីវិដំឡៃស្ថានភាពនិងទប់ស្កាត់ការកើតឡើងវិញនិងទី7ឲ្យប្រទេសថៃដោះលែងនិងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង18នាក់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចាត់ទុកទង្វើរបស់យោធាថៃដែលធ្វើមកលើពលរដ្ឋកម្ពុជាថាជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិរួមមានធម្មនុញ្ញអង្គការសហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌និងអនុសញ្ញាប្រឆាំងនឹងការធ្វើទរណកម្មព្រមទាំងបំពានសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួររវាងប្រទេសកម្ពុជានិងថៃដែលមានលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិងលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ានបានធ្វើជាសាក្សីកាលពីថ្ងៃទី26 តុលាឆ្នាំ2025